សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍សម្រាប់ការវិលមកកាន់វីដេអូថ្មីរបស់ខ្ញុំអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពីរបៀបក្នុងការបង្កើត website ដោយប្រើប្រាស់ AI ជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងអ្វីដែលអ្នកទាំងអស់គ្នាត្រូវមានគឺអ្នកទាំងអស់គ្នាគ្រាន់តែមាន Google Chrome មួយឬក៏ Safari អីជាដើមអញ្ចឹងមកប៉ុន្តែបន្ទាប់ពីមានមុខងារទាំងពីរហ្នឹងហើយគឺតម្រូវអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការវាយជាមួយនឹងGemini អញ្ចឹងណាឬក៏ Gemini អញ្ចឹងទៅ Google Gemini អូខេអញ្ចឹងនៅពេលដែលអ្នកនរគ្នាបានធ្វើការវាយមកដល់ទាំងនេះយើងធ្វើការចុចចូលជាមួយនឹង Google Gemini ហ្នឹងមកអូខេអញ្ចឹងនៅពេលដែលអ្នកនរគ្នាចូលមកដល់បែបនេះគឺអ្វីដែលយើងត្រូវការសរសេរទៅវាគឺយើងគ្រាន់តែស្នើឲ្យវាបង្កើតជាមួយនឹង website របស់យើងប៉ុន្តែយើងសូមប្រាប់ទម្រង់ទៅកាន់វាថាយើងចង់បាន website ប្រភេទណាអញ្ចឹងណាអញ្ចឹងខ្ញុំសូមធ្វើការសរសេរជាភាសាខ្មែរទៀតសូមជួយបង្កើត website អញ្ចឹងទៅ website ឲ្យខ្ញុំសូមជួយបង្កើតមុនដំបូងគឺយើងត្រូវឲ្យវាបង្កើតឈ្មោះ website យើងមួយសិនអញ្ចឹងដើម្បីយើងដាក់ហើយថាគោលបំណង website របស់យើងហ្នឹងគឺយើងចង់បង្កើតពីអីគេអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងលម្អិតទៅកាន់អ្នកទាំងអស់គ្នាទាំងការសរសេរស្នើសុំទៅវាទាំងការរៀបចំ website របស់យើងអូខេអញ្ចឹងមកដល់អញ្ចឹងពេលដែលយើងសរសេរបានបែបហ្នឹងហើយយើងសរសេរបន្ថែមទៀតមកអញ្ចឹងលក្ខខណ្ឌទី1គឺយើងសរសេរឲ្យវានឹងជួយបង្កើតឈ្មោះ website ឲ្យយើងមួយសិនអញ្ចឹងកន្លែងនេះយើងកែវាបន្តិចណាជួយបង្កើតឈ្មោះអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងសួរវាបែបហ្នឹងវាប្រកាសជាឆ្លើយមកវិញដោយវានឹងសួរយើងវិញដូចគ្នាថាយើងចង់បាន website បែបណាអញ្ចឹងយើង enter ទៅវាមួយទៅអូខេអញ្ចឹងអឺនៅពេលនេះវាមកដល់ជាមួយនឹងលក្ខខណ្ឌដែលខ្ញុំបានប្រាប់ទៅអ្នកនរអគ្នាឬក៏វាផ្ដល់ជាគំនិតមកយើងវិញអញ្ចឹងណាអញ្ចឹងអឺវាប្រាប់មកយើងវិញថាទីមួយគឺវាសួរយើងវិញសិនណាដើម្បីអាចឲ្យវាជួយរកឈ្មោះ website ឲ្យចំគោលដៅនឹងតាក់ទាញមកល្អសូមសួរសំណួរឲ្យចំគោលដៅឬប្រធានបទនៃគេហទំព័ររបស់អ្នកបន្តអ្នកបន្តិចអញ្ចឹងណាអញ្ចឹងវាសួរតើ website នេះបង្កើតឡើងសម្រាប់ធ្វើអ្វីដែរអូខេឃើញវាសួរយើងវិញអញ្ចឹងបើសិនជាយើងបង្កើតឡើងយើងដឹងខ្លួនឯងថាយើងចង់បង្កើត website សម្រាប់រកលុយជាមួយ website ក៏ដូចជា blogger ប៉ុន្តែក្នុងគោលបំណងចែករំលែកដូចជាចំណេះដឹងក៏ដូចជាមេរៀនផ្សេងៗអញ្ចឹងទៅអញ្ចឹងខ្ញុំសូមឧទាហរណ៍ថាខ្ញុំចង់ចែករំលែកជាមួយនឹងមេរៀនឬក៏បច្ចេកវិទ្យាអញ្ចឹងទៅអញ្ចឹង website ខ្ញុំដាក់ថា website ដាក់ខ្ញុំសរសេរទៀតណាខ្ញុំដាក់ថា website មេរៀនអញ្ចឹងហ្នឹងហើយអូខេខ្ញុំដាក់ website មេរៀនអញ្ចឹងវានឹងរៀបចំមកឲ្យយើងហើយអូខេអញ្ចឹង website មេរៀនវាប្រាប់យើងថាយើងគួរតែប្រើឈ្មោះណាអូខេអញ្ចឹងបន្ទាប់មកវាតម្លាក់ឈ្មោះមកឲ្យយើងដែលលក្ខណៈថាងាយយល់ងាយចាប់បានងាយដែលគេស្វែងរកស្រួលអញ្ចឹងណាឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំយកបែប style បែបបច្ចេកវិទ្យាឬក៏ការអភិវឌ្ឍអញ្ចឹងខ្ញុំដាក់យកថាគ្រូកូដអីចឹងណាអូខេអញ្ចឹងខ្ញុំយកគ្រូកូដអញ្ចឹងមកតបមកទៀតយើង submit ទៅវាទៅឬក៏ enter ទៅវានឹងរៀបចំមកឲ្យយើងហើយអញ្ចឹងអ្វីដែលយើងបានប៉ុណ្ណឹងហើយយើងទៅសេទៅវាថាសូមជួយបង្កើត full HTML code អញ្ចឹងណាអូខេអញ្ចឹងយើងដាក់មកនៅពេលដែលវារៀបឈ្មោះមកឲ្យយើងហើយវានឹងរៀបចំ HTML code មកឲ្យយើងដើម្បីឲ្យយើងយកទៅ public នៅក្នុង website blogger ឬក៏បើសិនជាអ្នកនរគ្នាមានលទ្ធភាពក្នុងការទិញ domain ណាប៉ុន្តែយើងមកនិយាយពីចំណុចដំបូងសិនខ្ញុំអត់ទាន់និយាយទៅរឿងការទិញ domain រៀបចំ blogger អីមិនឲ្យវាស្អាតទេប៉ុន្តែយើងសូមមកមើលកន្លែងនេះសិនដើម្បីកុំឲ្យអ្នកនរគ្នាស្ដាប់ទៅភ័ន្តច្រឡំនិងស្មុគស្មាញបន្ថែមទៀតអូខេ
អញ្ចឹងមកដល់ត្រង់នេះនៅពេលដែលវាដាក់កូដឲ្យពេញអស់អ្នកនរគ្នាគ្រាន់តែធ្វើការ copy កូដទៅនេះអញ្ចឹងយើង copy កូដហើយយើង preview វាសិនណាយើង preview វាសិនយើងដាក់ថា HTML view អញ្ចឹងមកអូខេ view អញ្ចឹងយើងដាក់បែបហ្នឹងអូខេយើងដាក់បែបហ្នឹងពេលដែលយើងចូលមកដល់យើងគ្រាន់តែ control V មកយើងធ្វើការផាសជាមួយនឹង website របស់យើងចូលទៅនេះឃើញទេឃើញវាចាប់ផ្ដើម load មកហើយអញ្ចឹងវា load តម្រងហ្នឹងមកម្នាក់កន្លែងមានកន្លែងចូលប្រើប្រាស់កន្លែងចាប់ផ្ដើមមេរៀនអីចឹងណាអញ្ចឹងនៅពេលដែលយើងបានបែបហ្នឹងហើយយើងត្រូវធ្វើមិនទៀតអញ្ចឹងអ្នកនរគ្នាត្រូវចូលមកក្នុង Blogger យើងធ្វើការសរសេរមកយើងធ្វើការសរសេរ Blogger អញ្ចឹងនៅពេលដែលអ្នកនរគ្នាបានសរសេរ Blogger អញ្ចឹងហើយយើងឃើញវានៅខាងលើគេយើងចុចចូលមកអញ្ចឹងបើសម្រាប់ account អ្នកនរគ្នាមិនទាន់បានភ្ជាប់ជាមួយនឹង Blogger វានឹងចេញបែបហ្នឹងអូខេអញ្ចឹងយើងចុចលើពាក្យថា create your Blogger អញ្ចឹងវាកំពុងតែដើរទៅហើយអូខេអញ្ចឹងនេះគឺជានៅពេលដែលយើងប្រើនៅលើ account email មួយណានៅពេលដែលយើង sign in ទៅវានឹងចាប់ជាមួយនឹង account email នោះផ្ទាល់ប៉ុន្តែវាមានមកកន្លែងទៀតគឺអ្នកនរគ្នាអាចធ្វើការ use ជាមួយ other account ផ្សេងទៀតបានណាហ្នឹងអញ្ចឹងខ្ញុំចង់ប្រើជាមួយ account email នេះផ្ទាល់អញ្ចឹងខ្ញុំធ្វើការចុចជាមួយនឹង email ហ្នឹងមកហើយយើងធ្វើការចុច next បន្តទៀតតមកដល់កន្លែងនេះយើងធ្វើការវាយ password របស់យើងចូលទៅអញ្ចឹងបន្ទាប់ពីយើងវាយ password ហើយវានឹងចូលហើយវាកំពុងតែចូលទៅក្នុង Blogger អញ្ចឹងនៅពេលដែលយើងចូលមកដល់ Blogger នេះគឺជាជំហានដែលយើងត្រូវបំពេញមុនដំបូងគេណាអញ្ចឹងវាសួរវាឲ្យយើងជ្រើសរើសឈ្មោះBlogger របស់យើងអញ្ចឹងយើងបានហើយ Blogger របស់យើងគឺនេះឈ្មោះថាគ្រូកូដអូខេអញ្ចឹងយើងដាក់មកយើងដាក់គ្រូកូដយើងចុច next ទៅមកដល់កន្លែងនេះយើងផាសកន្លែងហ្នឹងទៀតមកអញ្ចឹងវានឹងធ្វើការ random មកឲ្យយើងអញ្ចឹងណាហើយបើសិនជាយើងដាក់ឈ្មោះហ្នឹងអត់ទាន់មានអ្នកប្រើវានឹង load តិចមកឲ្យយើងហើយអញ្ចឹងយើងដាក់គ្រូកូដ168អីចឹងទៅណាយើងសរសេរតតែវានេះតតែវាថា address available អញ្ចឹងមិនយើងអាចចុច next បានអូខេអញ្ចឹងនេះនៅក្នុងឈ្មោះអញ្ចឹង display name យើងដាក់អីគេយើងដាក់គ្រូកូដទៀតមក finish អញ្ចឹងយើងចុចបញ្ចប់ត្រឹមហ្នឹងអូខេអញ្ចឹងវាកំពុង process ជាមួយនឹងឈ្មោះ Blogger របស់យើងហើយវាចូលមកដល់កន្លែងគ្រូកូដហើយអូខេអញ្ចឹងនៅពេលដែលអ្នកនរគ្នាចូលមកដល់កន្លែងគ្រូកូដតើអ្នកនរគ្នាត្រូវធ្វើម៉េចទៀតអញ្ចឹងយើងសាក preview Blogger របស់យើងតិចមកយើងសាក view Blogger របស់យើងគឺនៅទម្រង់បែបនេះអត់ទាន់ស្អាតទេអញ្ចឹងយើងត្រឡប់មកវិញយើងធ្វើការចូលកន្លែង term នេះអូខេបន្ទាប់មកយើងទៅធ្វើការរើសជាមួយនឹងtemplate blocker ណាមួយអញ្ចឹងណាដែលយើងគ្រាន់តែធ្វើការជ្រើសរើសវាទេដើម្បីយកវាមកកែអញ្ចឹងយើង apply វាមួយមកហ្នឹងហើយបន្ទាប់ពី apply រួចហើយវា success ហើយយើងចូលមកកន្លែងនេះយើងចូលកន្លែងសញ្ញាព្រួញចុះនេះបន្ទាប់មកយើងធ្វើការ switch វានេះអូខេយើងធ្វើការ switch វាទៅជាប្រភេទអញ្ចេះវិញហើយបន្ទាប់មកទៀតយើងកន្លែងនេះ change bar វាហ្នឹងយើងដាក់កន្លែងនេះយើងដាក់ off អូខេបន្ទាប់មកយើងចុច save ហើយយើងចូល edit នៅពេលដែលយើងចូល edit ហើយយើង copy កូដមកអូខេយើង copy កូដយើងមក control V នៅកន្លែងហ្នឹងហើយយើងធ្វើការ save មួយអញ្ចឹងគ្រូកូដរបស់យើងគឺ success ហើយអូខេអញ្ចឹងយើងធ្វើការ refresh កន្លែង blocker របស់យើងមិញតើវាបដូរទេហ្នឹងហើយអញ្ចឹងវាបដូរមកជាគេហទំព័របែបនេះវិញអញ្ចឹងណាអញ្ចឹងសម្រាប់មេរៀនលម្អិតបន្តទៀតខ្ញុំនឹងចេញវគ្គបន្ទាប់ទៀតបើសិនជាអ្នកនរគ្នាពេញចិត្តនៅមេរៀនមួយនេះសូមធ្វើការ comment ថាសូមវគ្គបន្តអញ្ចឹងចំពោះការបង្ហាញរបស់ខ្ញុំគឺខ្ញុំសូមចែករំលែកតែត្រឹមនេះទេអញ្ចឹងយើងរងចាំទស្សនានៅវគ្គបន្តទៀតខ្ញុំនឹងរៀបចំឲ្យបានស្អាតជាងនេះបន្តទៀត